สำหรับเวลากัดช้าในពេលដែលយើងបើកទ្វារចូលមកខាងក្នុងគឺយើងនឹងឃើញមានសួនមួយនៅចំកណ្ដាលផ្ទះបាទសូមគោរពជំរាបសួរខ្ញុំបាទឈ្មោះណាវណ្ណៃជាប្រធានផ្នែកស្ថាបត្យកម្មនៃបរិយាបន្លី Development សម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីគំនិតនៃការបង្កើតប្លង់ Interior Design របស់វិឡាកាត់ឆាវិញម្ដងសម្រាប់វិឡាកាត់ឆានៅពេលដែលយើងបើកទ្វារចូលមកខាងក្នុងគឺយើងនឹងឃើញមានសួនមួយនៅចំកណ្ដាលផ្ទះដែលសួនហ្នឹងគឺគោលគំនិតរបស់ខ្ញុំគឺខ្ញុំចង់បង្កើតវាមកដើម្បីផ្សារភ្ជាប់មុខងារដូចជាបន្ទប់ទទួលភ្ញៀវនិងបន្ទប់ទទួលទានអាហារហើយជាមួយនឹងសួននៅខាងក្រោយផ្ទះដើម្បីឲ្យវាមានទំនាក់ទំនងគ្នាបានល្អនៅក្នុងលំហរួមមួយហើយវានឹងផ្ដល់មកវិញនៅភាពស្ងប់ស្ងាត់និងផាសុកភាពនៅក្នុងលំហរួមរបស់យើងបាទសម្រាប់វិឡាកាត់ឆាជាន់ផ្ទាល់ដីគឺយើងបានសម្រេចចិត្ត design ពីដានឲ្យខ្ពស់ហើយនឹងប្រើប្រាស់ក្រមពណ៌ស្រាលដើម្បីឲ្យទទួលនៅអារម្មណ៍ស្រស់ស្រាយហើយយើងក៏បាន design បង្អួចទ្វារធំសម្រាប់អនុញ្ញាតឲ្យពន្លឺហើយនឹងខ្យល់ធម្មជាតិចូលមកក្នុងផ្ទះយើងបានល្អគ្រប់គ្រាន់បាទសម្រាប់វិឡាកាត់ឆាគឺយើងបានបែងចែកចង្ក្រានជាពីរផ្សេងគ្នាទី1គឺចង្ក្រានបាយស្ងួតហើយនិងចង្ក្រានបាយសាមសម្រាប់ចង្ក្រានបាយស្ងួតគឺយើងបានរៀបចំវាឲ្យស្ថិតនៅក្នុងលំហរួមមួយជាមួយនឹងកន្លែងទទួលទានអាហារគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបងដែលជាស្ត្រីមេផ្ទះគាត់អាចចម្អិនម្ហូបបដាគាត់អាចមើលឃើញពីសកម្មភាពផ្សេងរបស់កូនគាត់អាចរត់លេងនៅមុខនឹងដើម្បីបង្កើនឲ្យមានភាពស្និទ្ធស្នាលនិងឲ្យមានទំនាក់ទំនងល្អបាទសម្រាប់សួននៅខាងក្រោយផ្ទះវិឡាកាត់ឆាគឺវាជាចំណែកមួយដ៏ល្អក្នុងការកម្សាន្តបែបឯកជនគឺវាជាកន្លែងបន្ថយភាពតានតឹងផ្សេងហើយវាក៏ជាចំណែកមួយដ៏សំខាន់នៅក្នុងការផ្ដល់នៅធម្មជាតិបៃតងចូលមកក្នុងលំហផ្ទះយើងបានល្អបាទក្នុងនាមខ្ញុំជាប្រធានផ្នែកស្ថាបត្យកម្មខ្ញុំពេញចិត្តទៅលើ concept design ទាំងផ្នែកខាងក្រៅនិងខាងក្នុងរបស់វិឡាកាត់ឆាពីព្រោះវិឡាកាត់ឆាបានផ្ដល់នៅបទពិសោធន៍ថ្មីក្នុងការរស់នៅបែបឯកជនភាពការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិបានល្អនិងបង្កើននៅទំនាក់ទំនងរវាងក្រុមគ្រួសារកាន់តែជិតស្និទ្ធ